ស្ដីអ្នកនរគ្នាបាទរាល់ថ្ងៃនេះតើអ្នកនរគ្នាមានអារម្មណ៍ថាតបបល់ទល់វត្ថុពាក់ព័ន្ធនឹងបញ្ហាចាក់វីដេអូនៅលើ YouTube ហើយសម្បូរពាណិជ្ជកម្មដែរឬទេចឹងថ្ងៃនេះខ្ញុំប្រាប់វិធីដោះស្រាយទាំងនៅលើកុំព្យូទ័រទាំងនៅលើទូរស័ព្ទដៃចឹងជាដំបូងខ្ញុំប្រាប់នៅលើកុំព្យូទ័រចឹងនៅលើកុំព្យូទ័រអ្នកទាំងអស់គ្នាបើក browser របស់អ្នកទាំងអស់គ្នាមកខ្ញុំប្រើ Google Chrome បាទបន្ទាប់មកអ្នកទាំងអស់គ្នា browser មួយឈ្មោះថា Brave បាទ Brave បាទ Brave download for PC បាទហើយអញ្ចឹងមក enter មកបាទនេះរូបរបស់ Brave បាទនេះអញ្ចឹងយើងចុច download Brave download មកចូលគេហទំព័ររបស់ Brave បាទហើយយើងយកពាក្យថា get Brave for Windows បើសិនជាអ្នកក្នុងប្រើ Mac យកពាក្យ get Brave Mac មកឬក៏ Linux មកអញ្ចឹង PC យើងភាគច្រើនគឺប្រើ operating system Windows ទេអញ្ចឹងខ្ញុំចុច Brave for Windows បាទនេះគឺជា step នៃការណែនាំបាទហើយយើងចុច click ពាក្យ here មកបាទអញ្ចឹងនេះវាចាប់ផ្ដើម download ហើយនេះបាទអញ្ចឹងកាលណាវាអត់ទៅមុខវាសួរតាក់ទងunverify ហ្នឹងវាអត់ download ទេណាអញ្ចឹងយើងចុចសញ្ញាព្រួយហើយយកពាក្យថា download unverify file បាទនេះបានហើយអញ្ចឹងបានហើយយើងចុចមកយើងតម្លើង Brave មកយើងអាចបិទនេះ Brave អញ្ចឹងយើងអាចបិទ Google Chrome របស់យើងចេញបានបាទរបស់ click មកបាទអញ្ចឹងនៅពេលដែល download បានតម្លើង complete មានអ៊ីនធឺណិតផងអូខេបិទ Google Chrome បាទនេះយើង download Brave បានហើយ welcome Brave នេះបាន icon របស់ Brave បាទអញ្ចឹងកន្លែងនេះវាសួរយើងចង់ set វាជា default អត់គ្រប់កម្មវិធីទាំងអស់យើងចង់បើកមួយវាអត់វាជា browser default ណាបាទបើយើងកំណត់វាជា default យើងចុច set as default ចឹងមកមួយទៀតវាចង់បាទវាសួរដេញបន្តទៀតណាតើតើ set default ខ្ញុំខ្វែងកន្លែងនេះវាសួរដូចគ្នាដែរអញ្ចឹងយើងអាច skip ក៏បានដែរអានេះវា enable extension មួយចំនួនជាមួយ browser ដូចជា PDF ហ្នឹងបាទខ្ញុំ skip បាទអញ្ចឹងវាសួរថាយើង import account របស់យើងពី Google Chrome ឬក៏ password អីពីនោះមកអត់ឥឡូវខ្ញុំ import មកទាំងអស់បាទខ្ញុំ tick ទាំងអស់តែម្ដងព្រោះអី Google Chrome របស់ខ្ញុំមាន account ច្រើននៅក្នុងបាទហើយតបមកចុចយកពាក្យ import profile បាទខ្ញុំភាគច្រើនប្រើ Google Chrome ជាងនៅពេលដែលដល់តំណែងបានហើយយើងទាំងអស់គ្នាយកពាក្យ maybe later មកហើយ finish ជាងយើងអាចបើកគេហទំព័រ YouTube មក
បាទ youtube.com បាទហើយអ្នកទាំងនេះអាចចាក់ចម្រៀងមកស្រឡាញ់អត់ចេះឮពាណិជ្ជកម្មទេអូខេតមកទៀតអ្នកទាំងគ្នាអាច create ជា app ដើម្បីបើកអ្នកអាចចុច line ត្រេ3ហ្នឹងមកបាទយកពាក្យ save and share យកពាក្យ install YouTube ហើយ install មកយើងនឹងបាន icon បើកជាមួយ Braille ហ្នឹងហើយបាទបើនៅលើទូរស័ព្ទយើងវិញយើងមាន Braille browser ដូចគ្នាយើងអាច download ទៅនៅលើ iPhone បាទឥឡូវខ្ញុំបង្ហាញនៅលើ Samsung មួយទៀតអូខេPen Mobileអូខេអញ្ចឹងនៅលើ Samsung ឥឡូវខ្ញុំចូល Play Store បាទខ្ញុំ search រកពាក្យថា Braille បាទ search មកបាទអញ្ចឹងខ្ញុំចុច install Brailleអូខេបានហើយអញ្ចឹងខ្ញុំទៅបើកកម្មវិធី Braille អូខេណា Braille នេះ Braille អញ្ចឹងខ្ញុំបើក Braille ខ្ញុំយក Braille ជា default browser set as default អញ្ចឹងយក maybe letter បាទ continue អញ្ចឹងខ្ញុំចូល YouTube មក www.youtube.com search flip បាទអញ្ចឹងខ្ញុំ search បទចម្រៀងមួយខ្មែរអូលសងផ្លាច់អូខេអញ្ចឹងអ្នកអាចចាក់មកឆ្ងាញ់បាទអត់ភ័យរឿងពាណិជ្ជកម្មទេបាទហើយបើចង់បង្កើតជា app YouTube នៅលើអេក្រង់ទូរស័ព្ទអ្នកអស់ឲ្យចុចត្រេ3ហ្នឹងមកបាទហើយមានពាក្យថា add to home screen នេះបាទអ្នកអស់ឲ្យចុច add to home screen ហ្នឹងមកហើយចុច add បាទចុច add មកផ្លាច់បានឥឡូវខ្ញុំបិទវាអូខេអូខេនេះឃើញហើយ Braille YouTube អញ្ចឹងយើងបើកមកយើងដល់ YouTube ហ្មងនេះឃើញទេហើយអ្នកអស់ចាក់មកស្រឡាញ់ហ្នឹងអត់មានពាណិជ្ជកម្មអែញែងហើយទេបាទអូអ្នកគ្រូពេទ្យអើយមានតែអ្នក